សមាជិកព្រឹទ្ធសភាថៃម្នាក់បានរងការគំរាមបាញ់សម្លាប់ពីក្រុមជ្រុលនិយមថៃព្រោះប្រឆាំងការចាក់សម្លេងរំខានដល់ពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងភូមិព្រះច័ន្ទទីក្រុងបាងកកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី Marie Lawler បានសម្ដែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការគំរាមសម្លាប់និងការវាយប្រហារតាមអនឡាញដែលកំពុងកើតមានឡើងប្រឆាំងនឹងលោកស្រី Angkhona Neelaphaichit ដែលជាសមាជិកព្រឹទ្ធសភាថៃក្រោយពេលដែលលោកស្រីបានចេញមកប្រឆាំងនឹងការចាក់សម្លេងរំខានដល់ប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទពីសំណាក់ក្រុមជ្រុលនិយមក្រោមការគាំទ្ររបស់យោធានិងអាជ្ញាធរខេត្តស្រែកែវនេះបើតាមការបង្ហោះសារនៅលើបណ្ដាញសង្គម X របស់លោកស្រីផ្ទាល់នៅថ្ងៃពុធទី15ខែតុលាឆ្នាំ2025នេះលោកស្រី Lawler បានសរសេរថាការការពារការពិតយុត្តិធម៌និងសេចក្តីថ្លៃថ្នូរមិនមែនជាបទឧក្រិដ្ឋនោះទេលោកស្រី Angkhona ត្រូវទទួលបានការការពារមិនមែនជាការចោទប្រកាន់ឬការបំផ្លើសនោះទេការគំរាមកំហែងទាំងនេះកើតឡើងបន្ទាប់ពីលោកស្រី Angkhona បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីប្រជាជនថៃមួយចំនួនដែលបានចោទប្រកាន់លោកស្រីថាជាជនជាតិថៃក៏ប៉ុន្តែមានបេះដូងខ្មែរបន្ទាប់ពីលោកស្រីបានបញ្ចេញជំហរប្រឆាំងនឹងការប្រើប្រាស់ឧបករណ៍បំពងសំឡេងដែលរំខានដល់ប្រជាជនខ្មែរនៅពេលយប់នៅក្នុងតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យរបស់កម្ពុជាគួរបញ្ជាក់ផងដែរថាលោកស្រីបានបង្កឲ្យមានការប្រតិកម្មយ៉ាងខ្លាំងពីក្រុមជ្រុលនិយមជាតិថៃមួយចំនួនដែលបានទាមទារឲ្យលោកស្រីលាលែងពីតំណែងសមាជិកព្រឹទ្ធសភាថៃលោកស្រី Angkhona ត្រូវបានគេស្គាល់ថាជាអ្នកតស៊ូមតិដ៏សកម្មនៅលើបញ្ហាសិទ្ធិមនុស្សនៅប្រទេសថៃហើយអ្វីបានជាចំនួនរវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានផ្ទុះឡើងទីក្រុងអ៊ីស្លាមាបាតចំនួននៅតាមបណ្ដោយព្រំដែនរវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានបានបណ្ដាលឲ្យទាហានភាគីទាំងសងខាងរាប់សិបនាក់ត្រូវបានស្លាប់ហើយនេះគឺជាការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅក្នុងឆ្នាំ2021មកនិងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ផងដែរការវាយប្រហារនេះបានស្ងប់ស្ងាត់ទៅវិញកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះកន្លងទៅខាងក្រោមនេះគឺជាចំណុចសំខាន់មួយចំនួនគួរដឹងពីចំនួនរវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានតើមានអ្វីកើតឡើងកាលពីថ្ងៃសៅរ៍ទី11ខែតុលាកងកម្លាំងតាលីបង់បានបើកការវាយប្រហារលើប៉ុស្តិ៍យោធាប៉ាគីស្ថានដែលស្ថិតនៅតាមបណ្ដោយព្រំដែនមានប្រវែង 2600 គីឡូម៉ែត្ររវាងប្រទេសទាំងពីរជាហេតុបង្ខំឲ្យប៉ាគីស្ថានវាយបកសងសឹកវិញយ៉ាងខ្លាំងការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីព្រឹកថ្ងៃអាទិត្យទី12ខែតុលាដោយភាគីទាំងពីរបានប្រើកាំភ្លើងធំនិងដ្រូនបាញ់ប្រហារគ្នាទៅវិញទៅមកការប្រយុទ្ធគ្នានេះបានប្រព្រឹត្តទៅរប៉េះរប៉ោះនិងបន្តស្ទើរតែពេញមួយអាទិត្យប៉ាគីស្ថានបានអះអាងថាទាហានរបស់ខ្លួនមាន23នាក់ត្រូវបានស្លាប់រីឯតាលីបង់ក៏បានអះអាងផងដែរថាទាហានរបស់ខ្លួនបានស្លាប់ចំនួន9នាក់ភាគីទាំងសងខាងបានអះអាងពីការបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើភាគីម្ខាងរៀងៗខ្លួនជំលោះផ្ទុះឡើងដោយសារអ្វីប៉ាគីស្ថានបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុនដោយកំណត់គោលដៅលើមេដឹកនាំចលនាតាលីបង់ប៉ាគីស្ថាននេះបើតាមមន្ត្រីសន្តិសុខប៉ាគីស្ថានបានរាយការណ៍តែគេមិនទាន់ច្បាស់ថាតើមេដឹកនាំចលនាតាលីបង់ប៉ាគីស្ថានមានជីវិតឬត្រូវបានសម្លាប់ឬទេក្រុមតាលីបង់វិញបានអះអាងថាការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃសៅរ៍ជាការសងសឹកទៅនឹងអ្វីដែលទីក្រុងកាប៊ុលហៅថាជាការរំលោភបំពានដែនអាកាសរបស់អាហ្វហ្គានីស្ថានតើអ្វីជាចលនាតាលីបង់ប៉ាគីស្ថានក្នុងឆ្នាំ2007ក្រុមសកម្មប្រយុទ្ធមួយស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថានមកពីកុលសម្ព័ន្ធជនជាតិភាគតិច Pashtun បានបង្កើតចលនាមួយដែលមានឈ្មោះថា TTP ដែលគេស្គាល់ថាជាទូទៅជាចលនាតាលីបង់ប៉ាគីស្ថានក្រុមសកម្មប្រយុទ្ធនេះត្រូវបានបង្កើតឡើងដោយយកគំរូតាមក្រុមតាលីបង់អាហ្វហ្គានីស្ថានដែលធ្លាប់បានគ្រប់គ្រងអាហ្វហ្គានីស្ថានក្នុងទសវត្សរ៍ឆ្នាំ1990មុននឹងត្រូវបានបណ្តេញចេញពីអំណាចក្នុងសង្គ្រាមឈ្លានពានដែលដឹកនាំដោយសហរដ្ឋអាមេរិកក៏ប៉ុន្តែ TTP មានមនោគមវិជ្ជាជ្រុលនិយមជាងក្រុមតាលីបង់អាហ្វហ្គានីស្ថានដោយប្រកាន់យកមនោគមវិជ្ជារបស់ក្រុមអាល់កៃដាអស់រយៈពេលជាច្រើនឆ្នាំមកនេះ TTP បានដឹកនាំសកម្មភាពវាយប្រហារបំផ្ទុះក្របបែកនៅតាមផ្លូវព្រះវិហារអាកាសយានដ្ឋានមូលដ្ឋានយោធានិងប៉ុស្តិ៍ប៉ូលីសជាដើមហើយក្រុមនេះក៏បានគ្រប់គ្រងទឹកដីមួយចំនួនផងដែរដែលភាគច្រើននៅតាមបណ្ដោយព្រំដែនជាប់ជាមួយប៉ាគីស្ថានក្រុមនេះក៏មានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថានផងដែរដូចជានៅជ្រលង Swat Valley ជាដើមតាមប៉ាគីស្ថាន TTP បានរួមដៃគ្នាជាមួយតាលីបង់អាហ្វហ្គានីស្ថានក្នុងការប្រយុទ្ធនៅអាហ្វហ្គានីស្ថាននិងថែមទាំងទទួលបានក្រុមអ្នកប្រយុទ្ធតាលីបង់ជ្រកកោននៅលើទឹកដីប៉ាគីស្ថានថែមទៀតផង
ប៉ាគីស្ថានបានបើកប្រតិបត្តិការយោធាជាបន្តបន្ទាប់ប្រឆាំងនឹង TTP នៅលើទឹកដីរបស់ខ្លួនដោយទទួលបានផលតិចតួចប៉ុណ្ណោះរហូតមកដល់ក្នុងឆ្នាំ2014 TTP បានបើកការវាយប្រហារលើសាលារៀនមួយកន្លែងនៅក្នុងទីក្រុង Peshawar នៃភាគពាយព្យប៉ាគីស្ថានដោយសម្លាប់កុមារច្រើនជាង130នាក់ជាហេតុជំរុញឲ្យប៉ាគីស្ថានបើកប្រតិបត្តិការយោធាដែលខ្លួនបានរុញច្រានឲ្យក្រុមសកម្មប្រយុទ្ធនេះរត់ចូលទៅក្នុងទឹកដីអាហ្វហ្គានីស្ថានតើមានអ្វីកើតឡើងក្រោយតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានប៉ាគីស្ថានបានបង្ហាញការស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់អំណាចសាជាថ្មីនៅអាហ្វហ្គានីស្ថានរបស់ក្រុមតាលីបង់ក្នុងឆ្នាំ2021ដោយនៅពេលនោះអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានគឺលោកអ៊ីមរ៉ាំខាន់បាននិយាយថាប្រជាជនអាហ្វហ្គានីស្ថានបានរួចផុតពីទុក្ខទោសហើយក៏ប៉ុន្តែនៅទីបំផុតទីក្រុងអ៊ីស្លាមាបាតនៅតែមិនអាចទុកចិត្តក្រុមតាលីបង់បានហើយចាប់ពីពេលនោះមកដែរការវាយប្រហាររបស់ TTP បានកើនឡើងជាលំដាប់នៅប៉ាគីស្ថានបានអះអាងថាមេដឹកនាំ TTP និងក្រុមសកម្មប្រយុទ្ធជាច្រើនរបស់ក្រុមនេះកំពុងឈរជើងនៅលើទឹកដីអាហ្វហ្គានីស្ថានប៉ាគីស្ថានបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យរដ្ឋាភិបាលតាលីបង់ជួយបង្ក្រាបក្រុមសកម្មប្រយុទ្ធ TTP តែទីក្រុងកាបូលបាននិយាយថាក្រុមសកម្មប្រយុទ្ធមួយនេះមិនមានវត្តមាននៅលើទឹកដីរបស់ខ្លួនឡើយប៉ាគីស្ថានធ្លាប់បានរងចោទប្រកាន់ថាបានគ្រប់គ្រងងើបឡើងបះបោររបស់ក្រុមតាលីបង់ជាង2ទសវត្សរ៍នៅអាហ្វហ្គានីស្ថានប្រឆាំងនឹងរដ្ឋាភិបាលគ្រប់គ្រងដោយសហរដ្ឋអាមេរិកប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់បែបនេះតែស្របពេលជាមួយគ្នានេះដែរឥទ្ធិពលរបស់ប៉ាគីស្ថានទៅលើក្រុមតាលីបង់ក៏បានសាបរលាបផងដែរបច្ចុប្បន្នប៉ាគីស្ថានបាននិយាយថាខ្លួនអស់ការអត់ធ្មត់ហើយហេតុអ្វីបានជាប៉ាគីស្ថានចោទប្រកាន់ឥណ្ឌាដែរទីក្រុងអ៊ីស្លាមាបាតបានចោទប្រកាន់ឥណ្ឌាដែលថាជាសត្រូវស្លាប់រស់របស់ខ្លួនកំពុងរួមដៃជាមួយអាហ្វហ្គានីស្ថានដើម្បីគ្រប់គ្រង TTP និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតប្រឆាំងប៉ាគីស្ថានទីក្រុងញូដេលីបានទាត់ចោលការចោទប្រកាន់នេះក្នុងពេលមានភាពតានតឹងផ្ទុះឡើងរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថានលោកអាមឺខាន់បានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាហើយឥណ្ឌាក៏បានធ្វើបច្ចុប្បន្នភាពទំនាក់ទំនងជាមួយអាហ្វហ្គានីស្ថានផងដែរដែលនេះកំពុងបង្កការព្រួយបារម្ភដល់ប៉ាគីស្ថានយ៉ាងខ្លាំងតើលោកដូណាល់ត្រាំបាននិយាយអ្វីខ្លះអំពីបញ្ហានេះខណៈធ្វើដំណើរឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃអាទិត្យលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយថាខ្ញុំបានទទួលដំណឹងថាសង្គ្រាមកំពុងផ្ទុះឡើងរវាងប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានតែខ្ញុំត្រូវតែរងចាំសិនរហូតតតែខ្ញុំត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញអ្នកដឹងហើយខ្ញុំកំពុងជាប់រវល់ធ្វើរឿងផ្សេងជាច្រើនដូចជាសង្គ្រាមអ៊ីស្រាអែលហាម៉ាស់ជាដើមហើយខ្ញុំជាមនុស្សពូកែក្នុងការដោះស្រាយបិទបញ្ចប់សង្គ្រាមលោកដូណាល់ត្រាំនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃទីក្រុងកូឡាឡាំពួរនាថ្ងៃអង្គារនេះរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីលោកម៉ូហាម៉ាត់ហាសានបាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាននេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP និង Reuters នាថ្ងៃអង្គារទី14ខែតុលាឆ្នាំ2025លោកម៉ូហាម៉ាត់បានបន្តថាម៉ាឡេស៊ីរួមជាមួយសហរដ្ឋអាមេរិកនឹងដើរតួធ្វើជាអ្នកសម្របសម្រួលក្នុងកិច្ចព្រមព្រៀងខាងលើរវាងកម្ពុជាថៃដែលនឹងមានតម្រូវឲ្យភាគីទាំងសងខាងបោះសម្អាតមីននិងដកសភាវុធធុនធ្ងន់ទាំងអស់ចេញពីតំបន់ព្រំប្រទល់បើតាមលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងអំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានដែលគ្រោងប្រព្រឹត្តទៅនៅក្នុងទីក្រុងកូឡាឡាំពួរចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025លោកម៉ូហាម៉ាត់បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថាអំឡុងកិច្ចប្រជុំកំពូលអាស៊ានយើងសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយឬហៅថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំរវាងប្រទេសជិតខាងទាំងពីរនឹងធានានៅបទឈប់បាញ់យូរអង្វែងព្រមទាំងសន្តិភាពជានិរន្តរ៍គួរបញ្ជាក់ផងដែរថាភាពតានតឹងជុំវិញបញ្ហាព្រំដែនរវាងកម្ពុជាថៃបានឈានដល់ការប៉ះទង្គិចប្រដាប់អាវុធដ៏ប្រឡាយអស់រយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅមុនពេលមានបទឈប់បាញ់ដែលផ្ដួចផ្ដើមឡើងដោយលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអាប់រ៉ាហ៊ីមដែលជាប្រធានបដូវវេនរបស់អាស៊ាន